ក្រោយរយៈពេលមួយសប្តាហ៍យើងបុកឬកិនត្រីហាល 50% លាយជាមួយកន្ទក់ 50% បរិមាណចំណីត្រូវដាក់ឲ្យត្រីស៊ីទៅតាមសភាពកូនត្រីស៊ីចំណីជាក់ស្ដែងជៀសវាងការដាក់ចំណីច្រើនពេកដែលនាំឲ្យសល់ស្អុយទឹកនិងជៀសវាងការដាក់ចំណីតិចពេកដែលនាំឲ្យត្រីស៊ីចំណីមិនបានគ្រប់គ្រាន់គុំរៀមគុំហាញស្ទើរតែបងក្រោយពេលបំពន់កូនត្រីម្សៅបានរយៈពេល1ខែកូនត្រីមានទំហំធំយើងគួរចាប់វារំលែកដាក់បំពន់ក្នុងស្រះបំពន់មួយផ្សេងទៀតដើម្បីឲ្យកូនត្រីឆាប់លូតលាស់បានល្អចំនួនកូនត្រីដាក់បំពន់គួរមានចំនួនពី50ទៅ100ក្បាលក្នុង1ម៉ែត្រការ៉េដែលមានទំហំពី2ទៅ3សង់ទីម៉ែត្រមកដល់ដំណាក់កាលនេះយើងត្រូវប្រើជីដាក់ស្រះបំពន់កូនត្រីដើម្បីឲ្យស្រះមានពណ៌បៃតងល្អសម្បូរចំណីធម្មជាតិសម្រាប់ជាចំណីកូនត្រីក្រៅពីនេះយើងគួរប្រើចំណីបន្ថែមឲ្យត្រីស៊ីដើម្បីឲ្យកូនត្រីលូតលាស់ឆាប់រហ័សដូចជាកិនត្រីហាល 30% លាយជាមួយកន្ទក់ 50% និងម្សៅសណ្តែកសៀង 20% សម្រាប់ដាក់ឲ្យកូនត្រីស៊ីពី3ដងក្នុងមួយថ្ងៃគឺនៅពេលព្រឹកមានពន្លឺថ្ងៃនៅពេលថ្ងៃនិងនៅពេលរសៀលមានពន្លឺថ្ងៃជៀសវាងការដាក់ចំណីត្រីនៅពេលមេឃជិតភ្លៀងកំពុងភ្លៀងនិងក្រោយពេលភ្លៀងរួចបរិមាណចំណីត្រូវដាក់ទៅតាមសភាពកូនត្រីស៊ីចំណីជាក់ស្ដែងជៀសវាងការដាក់ចំណីច្រើនពេកដែលនាំឲ្យសល់ស្អុយទឹកនិងជៀសវាងការដាក់ចំណីតិចពេកដែលនាំឲ្យត្រីស៊ីចំណីមិនបានគ្រប់គ្រាន់យើងត្រូវប្រើជីដាក់ស្រះបំពន់កូនត្រីទៅតាមបច្ចេកទេសដើម្បីកុំឲ្យត្រីពុលនិងងាប់ដោយត្រូវជីករណ្ដៅជីនៅក្បែរស្រះរួចទ្រាប់ក្រណាត់កៅស៊ូដើម្បីកុំឲ្យទឹកជីជ្រាបទៅដីនិងត្រូវដាក់បំពង់មួយសម្រាប់បង្ហូរទឹកជីចេញពីស្រះបន្ទាប់មកយើងត្រូវដាក់លាមកគោក្របីជ្រូកឬលាមកមាន់ទានិងចាក់ទឹកត្រាំក្នុងរណ្ដៅជីឲ្យពេញរួចទុករយៈពេលពី4ទៅ5ថ្ងៃទើបយើងបង្ហូរទឹកជីទៅក្នុងស្រះទឹកជីនេះយើងត្រូវបង្ហូរចូលស្រះនៅពេលព្រឹកមានពន្លឺថ្ងៃជៀសវាងការបង្ហូរទឹកជីចូលស្រះនៅពេលយប់ពេលគ្មានពន្លឺថ្ងៃឬពេលមុនភ្លៀងពេលកំពុងភ្លៀងនិងក្រោយពេលភ្លៀងយើងត្រូវប្រើប្រាស់ជីនិងចំណីបន្ថែមនេះសម្រាប់បំពន់កូនត្រីរហូតដល់កូនត្រីមានទំហំធំដែលអាចចាប់លក់ឲ្យកសិករទិញយកទៅចិញ្ចឹមបានយើងចាប់ផ្ដើមបំពន់ចំណីដាក់ចំណីឲ្យស៊ីតទៀតមានពងទាបងមាន់យកសុទ្ធក្រហមហ្នឹងយកទៅដើរបាចវាតាមហ្នឹងឲ្យវាស៊ីដូចនៅក្នុងអាងដែរបាន3ថ្ងៃក្រោយមកយើងនឹងឲ្យស៊ីចំណីសណ្ដែកណៃសៀងបាទឲ្យស៊ីណៃសៀងសណ្ដែកសៀងហ្នឹងយើងកិនឲ្យម៉ត់ហើយលាយជាមួយពងទាយើងដាក់ជះទៀតបាទបានមកទឹកក្រោយមកយើងឲ្យស៊ីចំណីបបរយើងជាមួយម្សៅត្រីបាទហើយត្រីយើងធំបានល្អហ្មងបន្ទាប់មកទៀតយើងដាក់បបរម្សៅត្រីហើយនឹងចុងអង្គយើងហ្នឹងឲ្យវាស៊ីទៅត្រីយើងមួយថ្ងៃយើងឲ្យស៊ី2ទៅ3ដងអញ្ចឹងទៅត្រីយើងធំបានហើយបានលក់លឿនបាទហើយកូនត្រីល្អគង់ការគង់វងគឺគង់វងច្រើនដោយសារយើងបានសម្អាតស្រះស្អាតហើយយើងពាត់ស្បៃមុងនឹងកុំឲ្យអាសត្វកាចសត្វចង្រៃអីវាដូចជាកូនកែបស្អាតអីវាចូលស៊ីក្នុងរបស់យើងបឹងទុនលាសាបល្អស្រស់ព្រឹមព្រៃសែនសំបោត្រីក្បីពេញលោកកាជាទូទៅកូនត្រីដែលមានទំហំចាប់ពី5សង់ទីម៉ែត្រឡើងទៅយើងអាចចាប់លក់ឲ្យកសិករយកទៅចិញ្ចឹមបានដើម្បីងាយស្រួលក្នុងការចាប់កូនត្រីលក់យើងគួរតែចាប់កូនត្រីចេញពីស្រះបំពន់កូនត្រីមកដាក់បំពន់ក្នុងហាប៉ារយៈពេលខ្លីសម្រាប់លក់កូនត្រីដែលចាប់ដាក់បំពន់ក្នុងហាប៉ាគួរដាក់បំពន់ប្រភេទត្រីផ្សេងគ្នាដើម្បីងាយស្រួលចាប់លក់តាមប្រភេទត្រីនីមួយៗតាមការចង់បានពីអ្នកទិញមុនពេលចាប់ផ្ដើមចាប់កូនត្រីលក់យើងត្រូវត្រៀមរៀបចំសម្ភារៈវេចខ្ចប់កូនត្រីដូចជាត្រូវមានថង់ផ្លាស្ទិកសម្រាប់ដាក់កូនត្រីខ្យល់អុកស៊ីហ្សែនសម្រាប់បញ្ចូលខ្យល់ក្នុងថង់កូនត្រីកៅស៊ូសម្រាប់ចងថង់ចំពោះកូនត្រីពូជដែលមានទំហំ5សង់ទីម៉ែត្រយើងអាចដាក់ក្នុងថង់ពី300ទៅ500ក្បាល
ក្នុងមួយថង់ឬយើងអាចដាក់តិចឬច្រើនជាងនេះអាស្រ័យទៅនឹងចម្ងាយផ្លូវត្រូវដឹកកូនត្រីជាក់ស្ដែងខ្ញុំមុនវងមានស្រែមួយក្បែរដែលស្រះខ្ញុំហ្នឹងតែផ្នែកខាងជលផលគាត់ណែនាំខ្ញុំថាឲ្យធ្វើស្រះហ្នឹងដើម្បីបំពន់កូនត្រីចែកចាយឲ្យកសិករដល់ចែកចាយកសិករហ្នឹងក៏ជឿជាក់លើខ្ញុំថាខ្ញុំហ្នឹងចិញ្ចឹមត្រីគឺបានផលច្រើនដើម្បីនឹងលក់ដូរឲ្យកូនរៀនសូត្រឬមួយក៏មានកិច្ចការអីថាត្រូវការបុណ្យអីឲ្យមានលុយនឹងប្រើប្រាស់ទៅមុខទៀតទៅគឺកសិករលែងភ័យព្រួយនឹងហូបចុកហើយគេចិញ្ចឹមស្រះតូចតាចអីក៏គេខំប្រឹងជីកខំប្រឹងស្ដារដាក់កូនត្រីនឹងលែងភ័យលែងពិបាករឿងហូបហើយយើងរួមគ្នាចិញ្ចឹមត្រីដើម្បីបង្កើនជីវភាពគ្រួសាររបស់យើងគ្រប់ខណ្ឌមណ្ឌលសេដ្ឋកិច្ចកើនដល់